ទេវតាមុខពីររឿងដែលស្រស់បំព្រងបំផុតគឺក្តីសុបិនក្នុងពេលអនាគតតែរឿងដែលរក្សាស្ថិរភាពពិតប្រាកដនោះគឺក្នុងបច្ចុប្បន្នត្រូវចេះគ្រប់គ្រងពេលវេលានាពេលបច្ចុប្បន្នឲ្យបានល្អប្រសើរបំផុតព្រោះថាមានតែពេលវេលានៅក្នុងពេលបច្ចុប្បន្ននេះទេទើបដឹងថានិរន្តរភាពនោះវានឹងទៅជាយ៉ាងណានៅភ្នូសាកសពរបស់ជនជាតិរ៉ូម៉ាំងអ្នកបុរាណវិទូបានជីករកឃើញរូបបដិមាទេវតាមួយអង្គមានព្រះភ័ក្ត្រពីរដែលមិនធ្លាប់បានឃើញពីមុនមកសោះបុរាណវិទូទាំងនោះក៏បានចោទជាសំណួរឡើងយ៉ាងចម្លែកថាតើព្រះអង្គជាទេវតាមានព្រះនាមអ្វីដែរហេតុអ្វីបានជាទ្រង់មានព្រះភ័ក្ត្រទាំងសងខាងអីចឹងរូបបដិមានោះតបវិញថាយើងមានព្រះនាមទេវតាមុខពីរមុខម្ខាងគឺសម្រាប់មើលត្រឡប់ទៅក្នុងអតីតកាលហើយទទួលយកមេរៀនផ្សេងៗមកធ្វើជាបទពិសោធន៍ឯចំណែកម្ខាងទៀតគឺសម្រាប់មើលទៅអនាគតកាលនិងពោពេញទៅដោយក្តីសង្ឃឹមអ្នកបុរាណវិទូក៏បានបន្តសួរថាបើអីចឹងចុះពេលបច្ចុប្បន្ននេះវិញបានអ្វីមើលពេលឥឡូវនេះគឺជារឿងដែលមានអត្ថប្រយោជន៍បំផុតតើព្រះអង្គមើលព្រះនេត្រមួយណាដែរបច្ចុប្បន្ននេះទេវតាអង្គនោះធ្វើងីងើយើងរវល់តែចាប់អារម្មណ៍ពីរឿងអតីតកាលនិងអនាគតកាលមិនដែលមានពេលគិតពីបច្ចុប្បន្នសោះឡើយអ្នកបុរាណវិទូទាំងនោះក៏បាននិយាយឡើងថាអតីតកាលវាគឺជាពេលវេលាដែលកន្លងផុតទៅហើយអនាគតកាលក៏មិនទាន់មកដល់ដែរអ្វីដែលយើងអាចគ្រប់គ្រងវាបានគឺក្នុងពេលបច្ចុប្បន្ននេះប៉ុណ្ណោះបើមិនបានមើលពីបច្ចុប្បន្ននេះផងទោះព្រះអង្គខំប្រឹងស្វែងយល់ពីអតីតកាលនិងពីអនាគតកាលយ៉ាងច្បាស់យ៉ាងណាក៏ដោយតើវាមានប្រយោជន៍អ្វីទៅរូបបដិមាទេវតាមុខពីរនោះបានស្ដាប់ហើយក៏នឹកឃើញវិញភ្លាមហើយស្រែកទ្រហោយំព្រមទាំងពោលពាក្យថាពួកលោកនិយាយពិតជាត្រឹមត្រូវណាស់ដោយសារតែយើងកាន់កាប់និងគ្រប់គ្រងពេលវេលានាបច្ចុប្បន្ននេះមិនបានល្អទើបធ្វើឲ្យរ៉ូម៉ាំងបុរាណក្លាយជាប្រវត្តិសាស្ត្រសូម្បីតែខ្លួនយើងនេះក៏ត្រូវគេបោះបង់ចោលក្នុងគំនរសាកសពគំតិចបាក់បែកដ៏គួរឲ្យសង្វេគជាទីបំផុតដែរដំណើរនិទានទេវតាមុខពីរនេះបានឆ្លុះបញ្ចាំងឲ្យឃើញពីភាពជាក់ស្ដែងក្នុងជីវិតម្ដងហើយម្ដងទៀតមនុស្សយើងតែងពេញចិត្តពេញថ្លើមឆ្លក់វង្វេងនៃការចងចាំពីអតីតកាលហើយតែងតែរំពឹងទុកនៅអ្វីដែលនឹងកើតឡើងនាពេលអនាគតដោយមើលរំលងបច្ចុប្បន្ននេះគឺជាពេលវេលាដែលមនុស្សយើងអាចបង្កើតនៅអ្វីជាក់ស្ដែងបានយ៉ាងច្រើនបំផុតឲ្យកន្លងហួសទៅគួរឲ្យសោកស្ដាយមានតែបច្ចុប្បន្នកាលប៉ុណ្ណោះគឺជាសច្ចភាពដែលយើងអាចឈោងចាប់បានដោយផ្ទាល់ហេតុអ្វីបានជាយើងត្រូវបោះបង់ពេលបច្ចុប្បន្នឲ្យកន្លងហួសទៅទូទេហើយទៅប្រកាន់យកអនាគតដែលប្រៀបដូចជាផ្សែងនិងអនាគតដែលជាក្តីស្រមើស្រមៃនោះទៅវិញយើងត្រូវគ្រប់គ្រងពេលវេលាក្នុងពេលបច្ចុប្បន្នដែលស្ថិតនៅនឹងមុខយើងឲ្យបានល្អនិងមានប្រយោជន៍ខ្ពស់បំផុតពីព្រោះមានតែការក្តោបក្តាប់បច្ចុប្បន្ននេះទេទើបជាការមើលឃើញសច្ចធម៌នៃពេលវេលាបានយ៉ាងពិតប្រាកដប្រើពេលឲ្យមានប្រយោជន៍ពេលវេលាមិនកំណត់តែជីវិតមានកំណត់បុគ្គលដែលចេះប្រើពេលវេលាឲ្យកាន់តែវែងក្នុងជីវិតដែលមានកំណត់គឺមានន័យថាមានដើមទុនតម្កល់ទុកសម្រាប់ធ្វើរឿងរ៉ាវផ្សេងៗឲ្យបានកាន់តែច្រើនឡើងផងដែរសម្រាប់បុគ្គលិកការងារទូទៅរៀងរាល់ថ្ងៃអាចនឹងត្រូវចំណាយពេលមួយចំនួនដើម្បីជិះឡានក្រុងទៅធ្វើការនេះគឺជារឿងដែលមិនអាចជៀសវាងបានតែនីកូលមិនគិតបែបនោះឡើយនីកូលគឺជាបុគ្គលិកធម្មតាមួយរូបនៅក្នុងក្រុមហ៊ុនពាណិជ្ជកម្មមួយកន្លែងជារៀងរាល់ថ្ងៃគេត្រូវចំណាយពេលជិះរថយន្តក្រុងកន្លះម៉ោងដើម្បីធ្វើដំណើរទៅការិយាល័យការអង្គុយលើរថយន្តក្រុងដោយមិនធ្វើអ្វីសោះហាក់បីដូចជាចំណាយពេលឥតប្រយោជន៍ពេកព្រោះក្នុងមួយថ្ងៃកន្លះម៉ោង100ថ្ងៃស្មើនឹង50ម៉ោងនីកូលបានបដិញ្ញាចិត្តផ្លាស់ប្ដូរចំណុចនេះចោលដោយរៀងរាល់ថ្ងៃពេលជិះឡានក្រុងគាត់យកសៀវភៅពាក្យស័ព្ទភាសាបារាំងមកទន្ទេញជាប្រចាំ4ឆ្នាំក្រោយមកនីកូលមានសមត្ថភាពអាចបកប្រែភាសាបារាំងបាននេះគឺជារឿងដែលគួរឲ្យភ្ញាក់ផ្អើលបំផុតវាគ្រាន់តែជាការឆ្លៀតពេលជិះលើរថយន្តក្រុងមករៀនភាសាគាត់អាចចេះភាសាបារាំងមួយយ៉ាងងាយបំផុតនៅគ្រាមួយអេឌីសាន់ធ្វើការជាភ្នាក់ងារទទួលទូរស័ព្ទដែលទទួលបានប្រាក់ខែបន្តិចបន្តួចប៉ុណ្ណោះតែគាត់មិនដែលមើលរំលងពេលវេលាដែលនៅសេសសល់បន្តិចបន្តួចឡើយក្នុងកំឡុងពេលដែលទំនេរពីការងារគាត់តែងគិតរៀបចំផែនការនិងសាកល្បងពិសោធន៍ជាមួយនឹងទិន្នន័យព័ត៌មានផ្សេងគាត់បានប្រើពេលវេលាដែលសេសសល់បន្តិចបន្តួចនោះបង្កើតជាឱកាសប្រឌិតវត្ថុយ៉ាងច្រើនរហូតបានសម្រេចជាស្ថាពរហ
ហើយគាត់ក៏អាចសន្សំទ្រព្យសម្បត្តិបានយ៉ាងច្រើនលានដុល្លារនិងបានបង្កើតនូវទស្សនៈគំនិតថ្មីដែលពុំអាចកាត់ថ្លៃបានដល់មនុស្សលោកទាំងមូលទៀតផងលោកបណ្ឌិត Warren Hargrave ជាជនជរាដែលមានចំណេះដឹងទូលំទូលាយនិងមានសមត្ថភាពពេញខ្លួនគាត់ធ្លាប់ធ្វើអាចារ្យនៅព្រះវិហារដ៏ធំមួយកន្លែងហើយត្រូវគេដកចេញពីតំណែងឲ្យចូលនិវត្តន៍ពីព្រោះគាត់មានវ័យកាន់តែចាស់ពេកគាត់ធ្លាប់បានសួរកំឡោះវ័យក្មេងម្នាក់ថាតើអ្នកស្គាល់ Three Frog នៅអាហ្វ្រិកខាងត្បូងដែរឬទេកំឡោះម្នាក់នោះបានតបវិញដោយត្រង់ថាខ្ញុំមិនស្គាល់ទេគាត់ក៏និយាយទៅកំឡោះនោះដោយស្មោះត្រង់ទៀតថាបើក្មួយចង់ដឹងក្មួយសាកប្រើពេលមួយថ្ងៃតែ5នាទីទៅអានព័ត៌មានផ្សេងៗដែលជាប់ពាក់ព័ន្ធខ្ញុំធានាថាក្នុងរយៈពេល5ឆ្នាំក្មួយនឹងក្លាយជាមនុស្សដ៏អស្ចារ្យមួយដែលដឹងពីរឿង Three Frog ច្រើនជាងគេបំផុតនៅអាហ្វ្រិកខាងត្បូងមិនខានជាងនេះទៀតក្មួយនឹងក្លាយជាបុគ្គលជំនាញសំខាន់ដ៏មានបារមីបំផុតមួយរូបផងដែរកំឡោះម្នាក់នោះគិតថាវាមិនជាសំខាន់ប៉ុន្មានទេចង់ធ្វើក៏បានមិនធ្វើក៏បានប៉ុន្តែក្រោយមកគេចាប់ផ្ដើមមានអារម្មណ៍ថាសម្ដីនេះហាក់ដូចជាបង្កនៅប្រាជ្ញាជីវិតម្យ៉ាងចុះហេតុអ្វីក៏យើងមិនសាកល្បងចំណាយពេលក្នុងមួយថ្ងៃត្រឹមតែ5នាទីព្យាយាមធ្វើខ្លួនឯងឲ្យក្លាយជាបុគ្គលស្ថិតនៅក្នុងឧត្តមគតិដែលខ្លួនឯងត្រូវការទៅជីវិតមនុស្សយើងមានកំណត់រាល់បុគ្គលដែលទទួលបានជោគជ័យនៅក្នុងជីវិតសុទ្ធតែជាបុគ្គលដែលចេះលៃលករៀបចំពេលវេលាការដែលអាចកំណត់ខ្សែបន្ទាត់រវាងភាពជោគជ័យនិងបរាជ័យឲ្យច្បាស់បានគឺត្រូវអាស្រ័យលើការរៀបចំពេលវេលាថ្ងៃនេះឯងសេដ្ឋីនិងស្មូមយាយចកគឺជារបស់មួយមានតម្លៃស្មើគ្នានោះគឺក្នុងមួយថ្ងៃគេមាន24ម៉ោងឬអាចនិយាយបានថាមាន1440នាទីស្មើគ្នាហេតុដូច្នេះបើចង់ទទួលបានជោគជ័យនៅក្នុងអាជីពការងាររបស់ខ្លួនយើងត្រូវសិក្សារៀនសូត្រចេះស្ដាយនិងរៀបចំពេលវេលារបស់ខ្លួនឲ្យបានល្អនិងចេះប្រើពេលវេលាដែលនៅសេសសល់បន្តិចបន្តួចឲ្យកើតជាប្រយោជន៍ប្រកបដោយខ្លឹមសារបំផុតចំណុចជោគជ័យដែលបុគ្គលអច្ឆរិយៈទាំងនោះអាចទទួលបាននិងអាចរក្សាភាពមានបានពុំមែនដោយសារតែពួកគេជាទេវតាចាប់ជាតិដែលខ្លាំងពូកែជាមនុស្សដទៃឬចេះហោះហើរនោះឡើយគឺដោយសារតែពួកគេលើកទង់ជ័យតស៊ូយ៉ាងសស្រាក់សស្រាំឥតឈប់ឈរនៅខណៈពេលដែលមិត្តភ័ក្តិរបស់គេផ្សេងទៀតកំពុងដេកលក់ទាំងមិនដឹងខ្លួននោះឯងគ្មានពេលតើយើងបានធ្វើអ្វីខ្លះខណៈពេលដែលយើងកំពុងគេងលក់ចូលឈប់រកលេសមកដោះសារតទៅទៀតទៅព្រោះយើងគ្មានថ្ងៃអាចរកលេសមកដោះសារជាមួយនឹងពេលវេលាបានជាដាច់ខាតមានស្វាមីភរិយាមួយគូបានពិភាក្សាគ្នាថាភរិយានិយាយតើបងនិយាយជាមួយអ្នកណាគេនៅខាងមុខផ្ទះរហូតដល់ម៉ោង3ភ្លឺនេះស្វាមីជាមួយនឹងលោកវាងអ្នកជិតខាងរបស់យើងនឹងណាភរិយាចុះហេតុអ្វីក៏មិនអញ្ជើញគាត់ឲ្យចូលមកនិយាយនៅក្នុងផ្ទះយើងទៅស្វាមីគាត់ប្រាប់បងថាគាត់គ្មានពេលទេរឿងនេះស្ដាប់ទៅពិតជាគួរឲ្យអស់សំណើចខណៈដែលយើងកំពុងតែចំណាយពេលឥតប្រយោជន៍យើងតែងលើកហេតុផលថាគ្មានពេលមិនថាអីចឹងឬក្នុងពេលពេញមួយថ្ងៃតាំងពីព្រឹករហូតដល់យប់គឺរវល់ជាប់ជានិច្ចប៉ុន្តែតើមានដែលសួរខ្លួនឯងទេថាថ្ងៃនេះបានធ្វើអ្វីខ្លះបែរជាធ្វើច្រេមច្រុំរោគឆ្លើយមិនចេញចាំតែថាទទួលទានអាហារ3ពេលហើយទៅធ្វើការហើយវិលត្រឡប់មកផ្ទះវិញតែប៉ុណ្ណឹងឬពេលវេលាកន្លងផុតទៅពិតជារហ័សពេកណាស់តើពេលវេលាបានបាត់ទៅណាអស់ហើយតើយើងបានធ្វើអ្វីខ្លះនៅពេលដែលពេលវេលាបានកន្លងផុតទៅចូលឈប់រកលេសដោះសារទៀតទៅព្រោះយើងពុំមានថ្ងៃរកលេសមកដោះសារជាមួយនឹងពេលវេលាដែលបានកន្លងផុតទៅជាដាច់ខាតប្រើពេលឲ្យបានត្រឹមត្រូវកើថេកវីនិងជាអ្នកនិពន្ធជនជាតិអាល្លឺម៉ង់មួយរូបបានពោលថាបើយើងប្រើពេលវេលាឲ្យបានត្រឹមត្រូវយើងក៏នឹងបានវត្ថុមួយយ៉ាងដែលគេហៅថាពេលវេលានោះដែរនេះគឺជារឿងមួយដែលយើងគួរយកមកត្រិះរិះពិចារណាឲ្យបានល្អិតល្អន់យើងត្រូវចេះវិភាគពេលវេលាជាមួយនឹងរឿងដែលមានសារៈសំខាន់និងមានផលប្រយោជន៍ពិតប្រាកដគ្រូបង្វឹកសត្វនៅក្នុងក្រុមល្ខោនមួយបានទទួលដំណឹងថានៅមិនទាន់មានអ្នកណាធ្លាប់មើលសត្វអូតដើរថយក្រោយនៅឡើយទេហើយគ្រប់គ្នាសុទ្ធតែជឿថាអូតគឺមានតែដើរទៅមុខមិនអាចដើរថយក្រោយជាដាច់ខាតគ្រូបង្វឹកនោះក៏សម្រេចចិត្តជំនះនៅជំនឿមួយនេះគាត់នឹងបង្វឹកសត្វអូតមួយក្បាលឲ្យចេះដើរថយក្រោយគាត់បានខិតខំបង្វឹកអូតយ៉ាងអស់ពីសមត្ថភាពទីបំផុតគាត់ក៏បង្វឹកអូតឲ្យដើរថយក្រោយបានជោគជ័យមែនបន្ទាប់ពីព្យាយាមអស់ពីចិត្តពីថ្លើមក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកការសម្ដែងក៏ចូលមកដល់
ទស្សនិកជនដង្ហែគ្នាមកពីគ្រប់ទិសទីព្រោះនៅក្នុងក្រដាសផ្សព្វផ្សាយបានធានាថានឹងប្លែកភ្នែកនៅអ្វីដែលមិនធ្លាប់បានឃើញគ្រូបង្វឹកសត្វបានឈរនៅចំកណ្ដាលទីលានស្មៅសម្ដែងដ៏ធំមួយកំពុងតែនិយាយអធិប្បាយដល់រឿងចម្លែកនោះគឺសត្វអូតអាចដើរថយក្រោយបានប៉ុន្តែទស្សនិកជនជាច្រើនបែរជាសម្លឹងមើលមកគ្នាទៅវិញទៅមកទាំងងឿងឆ្ងល់ព្រោះចង់សួរគ្នាថាតើវាយ៉ាងម៉េចបើសិនជាយកលុយនៅថ្ងៃចូលមើលវិញបានច្បាស់ជាមិនមានមនុស្សចូលមើលទេមើលទៅពិតណាស់ថាតើវាយ៉ាងម៉េចសុខចិត្តចំណាយពេលវេលាជាមួយនឹងរឿងដែលគ្មានប្រយោជន៍និងគ្មានចំណាប់អារម្មណ៍យ៉ាងនេះទោះបីជាតាំងពីបុរាណមកគ្មានអ្នកណាធ្លាប់ធ្វើបានក៏ដោយតើវាយ៉ាងម៉េចតើវាមានន័យអ្វីទៅបើយើងនិយាយអំពីអ្នកចំនួនជនជាតិអាមេរិកវិញអ្នករកស៊ីគេនឹងប្រើពេលវេលាតិចបំផុតតែបានផលច្រើនយើងគួរតែលើកសរសើរលោក Morgan ដែលជាសេដ្ឋីលេខ1ខាងហិរញ្ញវត្ថុលោក Morgan ចូលការិយាល័យពីម៉ោង 9 ព្រឹកនិងវិលត្រឡប់ចូលផ្ទះវិញនៅម៉ោង 5 ល្ងាចជារៀងរាល់ថ្ងៃមានមនុស្សគណនាទ្រព្យសម្បត្តិទាំងអស់របស់គាត់រួចហើយបានដឹងថាប្រាក់ចំណូលក្នុងមួយវិនាទីរបស់គាត់គឺ$30តែគាត់ប្រាប់ថាវាគួរតែច្រើនជាងនេះគាត់មិនដែលចរចាជាមួយអ្នកណាម្នាក់ឲ្យលើសពី5នាទីឡើយលើកលែងតែបុគ្គលសំខាន់ជាពិសេសទំនាក់ទំនងខាងរកស៊ីប៉ុណ្ណោះតាមធម្មតាគាត់តែងធ្វើការជាក្រុមជាមួយនឹងបុគ្គលិកដទៃនៅក្នុងការិយាល័យគាត់ជាមនុស្សផ្សេងពីអ្នកចំនួនដទៃដែលចូលចិត្តធ្វើការតែជាមួយលេខាចំណិតរបស់ខ្លួនតែ2នាក់ប៉ុណ្ណោះ Morgan តែងបញ្ជាបុគ្គលិករបស់ខ្លួនឲ្យធ្វើការតាមផែនការរបស់គាត់បានយ៉ាងរហ័សទាន់ចិត្តបើដើរចូលទៅក្នុងការិយាល័យដ៏ធំល្វឹងល្វើយរបស់គាត់យើងនឹងបានឃើញគាត់ជានិច្ចតែបើយើងគ្មានកិច្ចការអ្វីសំខាន់គាត់មកជាមិនស្វាគមន៍យើងជាដាច់ខាត Morgan បានធ្វើបទវិចារណកថាមួយដ៏ភ្ញាក់ផ្អើលបំផុតគឺគាត់អាចប៉ាន់ប្រមាណដឹងមុនយ៉ាងច្បាស់ថាមនុស្សដែលកំពុងតែមករកគាត់ត្រូវការអ្វីខណៈដែលគាត់និយាយជាមួយយើងរាល់ទង្វើនៃឥរិយាបថនានាដែលយើងសម្ដែងចេញគឺមិនអាចគេចផុតពីក្រសែភ្នែករបស់គាត់បានឡើយគាត់អាចវាយតម្លៃនិងដឹងអំពីគោលបំណងពិតប្រាកដរបស់យើងក្នុងពេលតែមួយពព្រិចភ្នែកប៉ុណ្ណោះវិចារណកថាដ៏អស្ចារ្យមួយនេះបានជួយឲ្យគាត់សន្សំសំចៃពេលវេលាដ៏មានតម្លៃរបស់គាត់បានច្រើនណាស់យុទ្ធសាស្ត្រដ៏មានតម្លៃបំផុតរបស់អច្ឆរិយបុគ្គលដើម្បីទទួលបានជោគជ័យនៅក្នុងជីវិតគឺការប្រើពេលវេលាជាអាវុធធ្វើតែរឿងដែលមានខ្លឹមសារនិងមានប្រយោជន៍គេចចេញពីការរំខានដែលគ្មានប្រយោជន៍ពីមជ្ឈដ្ឋានខាងក្រៅចុះយើងវិញក្នុងកំឡុងពេលដែលយើងគួរធ្វើកិច្ចការដែលមានតម្លៃនោះតើយើងកំពុងឆ្លក់វង្វេងធ្វើអ្វី